សម្ដេចធិបតីហ៊ុនម៉ាណែតប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃចាប់ពីម៉ោង 12 យប់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសចាគឺការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃចាប់ពីម៉ោង 12 យប់ចាគឺយប់មិញតទៅដែលខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្ដេចធិបតីហ៊ុនម៉ាណែតចាប់ពីម៉ោង 12 យប់ចាការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃត្រូវផ្អាកទាំងស្រុងបណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាមានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេងគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើងកុំថាឡើយត្រឹមមួយខែទោះជារៀងរហូតក៏មិនជាបញ្ហាស្របពេលនេះដែរផ្អែកលើស្ថានភាពតានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជានិងថៃនៅថ្ងៃទី 22 ខែមិថុនាឆ្នាំ 2025 អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមណែនាំពលរដ្ឋខ្មែរជៀសវាងការធ្វើដំណើរទៅក្នុងប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុតទន្ទឹមនឹងនេះសូមបងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃមានការប្រុងប្រយ័ត្នខ្ពស់យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឲ្យបានជាប់លាប់នឹងជៀសវាងការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានាដោយជាការប្រមូលផ្ដុំធ្វើបាតកម្មគ្រប់ប្រភេទក្នុងករណីបងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរគ្រប់ប្រភេទមានតម្រូវការជំនួយបន្ទាន់សូមតាក់ទងស្ថានទូតឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃតាមរយៈលេខទូរស័ព្ទខាងក្រោម1ស្ថានទូតកម្ពុជានៅទីក្រុងបាងកកផ្នែកកុងស៊ុលគឺ02 957 5851 092 805 0561 ផ្នែកអនុព័ន្ធការងារ083 545 7788 092 299 0133 2ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវផ្នែកកុងស៊ុលគឺ062 089 89 18ផ្នែកអនុព័ន្ធការងារ080 810 5505 ចានេះគឺជាការប្រកាសការផ្អាកនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃចាប់ពីម៉ោង 12 យប់មិញនេះតទៅចា